សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើទឹកក្រឡុកហើយទឹកក្រឡុកដែលខ្ញុំធ្វើនៅថ្ងៃនេះសម្រាប់កៅលេខ16គឺកៅតូចដែលខ្ញុំធ្វើលក់ជាប្រចាំនៅខាងតំបន់សេដ្ឋកិច្ចពិសេសជាងខាងខ្សែសោមតំបន់ហងស្លាក់ខ្ញុំលក់តម្លៃត្រឹមតែមួយកៅ16ហ្នឹង2500ឯងសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺមានផ្លែឈើមានដូចជាខ្នុរផ្លែស្ពំផ្លែសារីល្ហុងផ្លែត្រសក់ស្រូវនិងការ៉ុតហើយសម្រាប់ទឹកស្ករដែលខ្ញុំប្រើគឺមានទឹកស្ករទឹកដោះគោខាប់និងទឹកដោះគោស្រស់ហើយសម្រាប់ការលើក22នេះគឺខ្ញុំប្រើទឹកដោះគោខាប់40 ml ទឹកដោះគោស្រស់40 ml ហើយនិងទឹកស្ករ40 ml ហើយរសជាតិទាំងនេះដែលខ្ញុំធ្វើលក់ជារៀងរាល់ថ្ងៃលក់ដាច់ប្រចាំនៅកន្លែងតូបនំតែម្ដងហើយបងប្អូនដែលទើបតែរៀនលក់ឬមួយក៏ចង់ចេះលក់អីអាចមើលវីដេអូនេះបានគឺខ្ញុំវាល់សម្រាប់កៅលេខ16ហ្នឹងគឺ40 ml ទាំង3មុខសម្រាប់ទឹកស្ករទឹកដោះគោស្រស់ទឹកដោះគោខាប់ហើយរសជាតិដែលខ្ញុំធ្វើទៅភ្ញៀវគាត់តែនិយាយថាគឺរសជាតិផ្អែមល្មមគួរអាចទទួលយកបានអញ្ចឹងណាអញ្ចឹងបងប្អូនដែលទើបតែចាប់ផ្ដើមលក់ឬមួយក៏ចង់លក់អីអាចមើលវីដេអូនេះបានហើយនៅក្នុង channel YouTube របស់ខ្ញុំក៏ខ្ញុំមានប្រាប់ពីរបៀបធ្វើទឹកស្ករដែរបងប្អូនអាចចូលមើលបានណាបងប្អូនហើយឡើយទឹកក្លុករបស់ខ្ញុំក៏បានរួចរាល់ដែរសម្រាប់កៅលេខ16ដែលខ្ញុំធ្វើលក់ជាប្រចាំថ្ងៃគឺមាននៅតូបរបស់ខ្ញុំផ្ទាល់តែម្ដងចាបើសិនជាវីដេអូនេះមានប្រយោជន៍ដល់ចំពោះបងប្អូនកុំភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយផងសូមអរគុណ